ការដំបូងឡើយគឺពួកយើងចាប់ផ្ដើមនៅពេលទៅក្នុងកម្មវិធីជប់លៀងនៅផ្ទះបងចរូនមួយខាងគ្រួសាររបស់ខ្ញុំហើយយើងដូចថាខ្ញុំធ្វើម្ហូបធ្វើអីទៅគាត់និយាយឌឺដងដាក់យើងថាម្ហូបខ្ញុំនេះញ៉ាំមិនឆ្ងាញ់ទេធ្វើអីញ៉ាំមិនកើតទេវាថាគាត់ឌឺដងយើងរហូតដល់កើតជាពាក្យមួយយើងនិយាយផ្ចាញ់ផ្សាគ្នាថាគាត់មិនចេះខ្ញុំមិនចោះហើយបន្ទាប់មកទៀតក៏ពួកខ្ញុំបាន add friend តែគាត់ទៅហើយតំណែងទៅឆាតលេងយូរទៅក៏ការស្រឡាញ់ដែលចាញ់ពីខ្លួនខ្ញុំហ្នឹងអត់ដឹងទៅស្រឡាញ់គាត់ពីពេលណាទេប៉ុន្តែមានអារម្មណ៍ល្អជុំគ្នាចឹងទៅបងសម្រាប់ចំណុចពិសេសរបស់គ្រួសាររបស់ខ្ញុំហ្នឹងទីមួយគាត់ជាមនុស្សស្មោះត្រង់ហើយគាត់ជាមនុស្សដែលងាយបត់បែនហើយគាត់ដូចវាថាគាត់អាចជួយសម្រាប់បន្ទុកខ្ញុំមួយចំនួនដូចជាផលលំបាកខ្ញុំនៅខាងក្រៅឬក៏អីមួយដែលខ្ញុំថាខ្ញុំធ្វើអត់កើតគាត់អាចជួយដោះស្រាយឲ្យខ្ញុំបានហើយមួយទៀតគាត់ជាមនុស្សដែលងាយបត់បែនជាមួយនឹងអ្នកផ្ទះរបស់ខ្ញុំមួយទាំងបងប្អូនសាច់ញាតិមីងមានៅខាងគ្រួសាររបស់ខ្ញុំហើយណាមួយគាត់ជាមនុស្សម្នាក់ដែលចិត្តល្អចេះជួយយកអាសាចំណុចពិសេសរបស់គាត់ទី1គាត់មានភាពស្មោះត្រង់ទី2របៀបថាមនុស្សគាត់តែនិយាយមិនគឺអញ្ចឹងហើយគាត់មួយដឹងមួយគាត់ច្បាស់មួយអញ្ចឹងទី2ជាអ្នកបំពេញចំណុចខ្វះខាតឲ្យខ្ញុំទាំងមូលបញ្ហាដែលកើតឡើងហ្នឹងគឺដោយសារតែពួកយើងទាំងពីរនោះអត់មានពេលឲ្យគ្នាដោយសារកំឡុងពេលដែលយើងតាក់ទងគ្នានៅឆ្នាំ2018ហ្នឹងគឺគាត់នៅរៀនហើយខ្ញុំនេះធ្វើការផងហើយខ្ញុំជាប់ការងារសាលាផងដោយសារខ្ញុំជិតចប់ឆ្នាំអញ្ចឹងខ្ញុំត្រូវរវល់ធ្វើសភៅឲ្យសាលាហើយយើង stress នឹងការងារផងយើង stress នឹងការសិក្សាផងហើយគាត់រវល់នឹងការងារនៅសាលាហើយនឹងចុះស្តានៅមន្ទីរពេទ្យគាត់ក៏មានពេលមកស្ដាប់យើងនិយាយពីបញ្ហាដែលយើងមានអត់មានពេលមកនៅចិត្តយើងមកលួងលោមយើងឬក៏ស្ដាប់ពីបញ្ហាដែលយើងកំពុងតែកើតឡើងហ្នឹងពេលហ្នឹងដូចដែលខាងគ្រូសាខ្ញុំគាត់បាននិយាយចឹងដែរបងដោយសារមួយរយៈមុនហ្នឹងពេលដែលក្នុងអំឡុងពេលហ្នឹងគឺពួកខ្ញុំរវល់មែនបងរវល់ហើយទាំងការងារសាលានឹងខ្ញុំចុះទៅស្តាអញ្ចឹងណាបងហើយគាត់ក៏ដូចតែគាត់និយាយដែរដោយសារទី1គាត់ធ្វើការនៅក្រុមហ៊ុនមួយកន្លែងហ្នឹងភាគច្រើនគាត់ធ្វើនៅក្រុមហ៊ុនហ្នឹងក៏យ៉ាង stress ហើយទី2គាត់រវល់ការងារនៅសាលារបស់គាត់តទៅពេលអញ្ចឹងទៅពួកយើងអត់សូវមានពេលបានជួបគ្នាទេព្រោះមកបានខ្ញុំសម្រេចចិត្តនិយាយមួយគាត់ថាពួកយើងសុំនិយាយថានៅឆ្ងាយពីគ្នាមួយរយៈពេលហើយដោយសារពួកខ្ញុំនិយាយអញ្ចឹងគិតថាបើសិនជាយើងជួបគ្នានៅខាងក្រៅគឺយើងរាប់អានគ្នាដូចពួកម៉ាក់អត់ចង់ថាពេលដែលពួកខ្ញុំបែកគ្នានឹងហើយពួកខ្ញុំមើលមុខគ្នាអត់ចំឬក៏ខឹងគ្នាឃើញគ្នាដូចស្អប់គ្នាអីចឹងទេពួកខ្ញុំចង់រាប់អានថាពីមុនយើងល្អមិនទោះបីជាយើងចប់គ្នាក៏យើងនៅតែល្អបែបហ្នឹងអារម្មណ៍ពេលហ្នឹងពិបាកនិយាយបងក្តុកក្តួលប៉ុន្តែគាត់ថាក្នុងចិត្តគឺអត់ចង់ឲ្យទៅបែបហ្នឹងទេបងតែគាត់ថាយើងអត់ចង់ឲ្យគេពិបាកនិយាយចំទៅអត់ចង់ឲ្យគេហត់នឹងរឿងការងាររបស់គេហើយគេមកហត់ជាមួយនឹងរឿងខ្ញុំទៀតកំឡុងពេលដែលពួកយើងបែកគ្នាហ្នឹងគឺនិយាយទៅគាត់ឆាតមកខ្ញុំធម្មតាប៉ុន្តែពេលហ្នឹងខ្ញុំលេងប្រើ Facebook ហើយគឺខ្ញុំអត់ចឹងនិយាយថា Facebook ខ្ញុំគឺខ្ញុំបិទមួយរយៈពេលត្រឹមតែ2021ដែលខ្ញុំឆាតទៅរហូតតែគាត់ថាយូរឆាតទៅនឹកឃើញពេលដែលអូស Facebook ឬក៏មើល account របស់គាត់ហ្នឹងទៅឃើញគាត់នឹកឃើញឆាតតែគាត់អីចឹងទៅព្រោះពេលហ្នឹងគឺដូចជាបែកហើយក៏ដែរជួបមុខគ្នារហូតដល់ពេលដែលយើងចាប់ផ្ដើមស្រឡាញ់គ្នាម្ដងទៀតនៅចុងឆ្នាំ2021ពេលហ្នឹងគឺគាត់ឆាតមកខ្ញុំហើយគឺចំពេលដែលខ្ញុំប្រើ Facebook ហ្នឹងមកវិញពេលហ្នឹងអារម្មណ៍របស់ខ្ញុំរំភើបពេលដែលគាត់ឆ្លើយតបមកខ្ញុំអញ្ចឹងណាបងហើយលីវថារោអីនិយាយអត់បានបន្ទាប់ពីយើងឆាតទៅគាត់តាំងពីយូរទៅហើយតាំងពីឆ្នាំនិយាយទៅឆាតទៅរហូតអញ្ចឹងទៅបងទៅមួយប៉ុន្តែគាត់ថាពេលខ្លះវាអាចជួនកាលមួយអាទិត្យអីផ្ញើទៅមួយគេចូលមើលក៏មើលគេមិនមើលក៏អត់នឹកឃើញក្នុងចិត្តគឺឆាតទៅអញ្ចឹងសម្រាប់ដែលគ្រួសារទាំងខាងគាត់និងខាងខ្ញុំដឹងហ្នឹងគឺនៅពេលដែលពួកយើងសម្រេចថាយើងតាក់ទងគ្នាបើកចំហហ្មងគឺនៅពេលដែលខ្ញុំសារភាពប្រាប់គាត់នៅដើមឆ្នាំ2022បានន័យថាពេលហ្នឹងគឺខ្ញុំទៅសៀមរាបហ្នឹងទៅជួបគាត់នៅថ្ងៃឆ្លងឆ្នាំពេលដែលខ្ញុំមកសៀមរាបហ្នឹងគឺមានការគ្រប់គ្រងពីក្លើរបស់ខ្ញុំម្នាក់ដែលគាត់និយាយឲ្យខ្ញុំហ្នឹងមានភាពក្លាហានក្នុងការសារភាពទៅខាងគ្រួសាររបស់ខ្ញុំក៏និយាយដែរថាមនុស្សខ្ញុំអៀនច្រើនខ្ញុំអត់ហ៊ាននិយាយទេខ្ញុំខ្លាចពាក្យដែលគេនិយាយថាខ្ញុំអត់ស្រឡាញ់យើងទៀតទេខ្ញុំរាប់អានយើងត្រឹមពួកម៉ាក់ទេប៉ុន្តែខ្លាចខ្ញុំគាត់ផ្ញើវីដេអូរបស់ជនជាតិបរទេសមួយមកឲ្យខ្ញុំមើលហើយគាត់និយាយថារៀនធ្វើ
អ្វីដែលមានភាពក្លាហានសម្រាប់ខ្លួនឯងគាត់ថាសម័យហ្នឹងគឺវាលេងដូចមុនទៀតហើយ នៅថ្ងៃដំបូងខ្ញុំក៏បាននិយាយទៅដែរថាខ្ញុំក៏ស្រឡាញ់គាត់ដែរអញ្ចឹងស្រឡាញ់គាត់យូរមកហើយ មានអារម្មណ៍ថាសប្បាយចិត្តពេលដែលបានឮគាត់និយាយថាគាត់នៅតែស្រឡាញ់ខ្ញុំដូចមុនដោយសារតែខ្លាខ្ញុំគាត់ជំរុញចិត្តខ្ញុំឲ្យមានភាពក្លាហានក្នុងការសារភាពទៅគូស្នេហ៍របស់ខ្ញុំទៅពួកខ្ញុំមានកម្រងរៀបអាពាហ៍ពិពាហ៍នៅថ្ងៃខាងមុខ